kia tha mùi đểព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីសត្វលោកយើងនឹងវាត្រូវគ្នាដោយធាតុមិនចេះតែគិតត្រូវគ្នាទេមនុស្សតែធាតុខុសគ្នានិយាយគ្នាមិនត្រូវទេហើយបើថាត្រៀតធាតុនឹងវាផ្សំគ្នាវាស្របគ្នាទោះបីនៅឆ្ងាយពីគ្នាក៏ដូចជាដឹងសុខទុក្ខគ្នាដែរមែនទេហើយបើថាធាតុមិនត្រូវគ្នាទេនៅចិត្តគ្នានឹងមិននឹងស្គាល់គ្នាផងដូចយើងធាតុអ្នកធ្វើបន់ធ្វើទានហ្នឹងទៅអង្គុយមួយអ្នកថ្នោតជូរអត់ត្រូវទេមែនទេហ្នឹងហើយដល់គេអ្នកខាងនោះក៏គេមិនត្រូវជាមួយយើងដែរអង្គុយវាមិនត្រូវវាអត់អីខ្លែមហ្នឹងចឹងបានយើងសិក្សាមើលទៅឥតមានឥទ្ធិពលណាឬក៏ឥទ្ធិពលអ្វីមកចាប់មនុស្សនឹងរៀបតម្រឹមគ្នាឲ្យត្រូវគ្នាទាំងអស់អត់បានទេមនុស្សយើងក៏មិនខុសពីរុក្ខជាតិដែរមានពូជផ្សេងផ្សេងទំហំដើមផ្កាចេញមកគឺមានទំនៀមតាមពូជរបស់ខ្លួនមិនអាចតម្រូវឲ្យពូជហ្នឹងคล้ายទៅជារុក្ខជាតិតែមួយបានទេមែនទេមនុស្សយើងដូចគ្នាអញ្ចឹងដែរបើកាលណាយើងចេះព្រមថាអ្វីដែលវាចេញមកខុសគ្នាព្រោះហេតុខុសគ្នាយើងអត់សូវទាស់ទេប៉ុន្តែច្រើនតែចង់ឲ្យគេគិតដូចយើងភាកច្រើនណាភាកច្រើនមនុស្សយើងចង់ឲ្យតែគិតដូចខ្លួនឯងដល់អញ្ចឹងដែលមិនយល់ការពិតដំណាំកាលណាដាំពូជអំពៅទៅវាចេញអំពៅដាំបដូលពេជ្រវាចេញបដូលពេជ្រទៅកប់អីទៅវាចេញនឹងមកហើយទោសវាមិនមែននៅលើដីណាមិននៅលើដីទេដែលដោះចេញមកនៅលើពូជអញ្ចឹងបាននៅស្រុកបារាំងនេះជាងការគេដាំមិនដាំដដែលម្ដងគេដាំស្រូវសាលីទៅម្ដងគេដាំស្អីផ្សេងទៅប៉ុន្តែចេញមកពូជខុសគ្នាលើដីដដែលអញ្ចឹងមែនអត់អញ្ចឹងមែនតើពូជដែលចេញមកនឹងព្រោះដីវាប្រែចិត្តឬក៏ដោយសារផ្លាស់ពូជហ្នឹងហើយដោយសារពូជផ្សេងតាហ្នឹងអញ្ចឹងដីដដែលដីអត់មានទៅណាទេដីនៅដដែលហ្នឹងដូចខ្មែរយើងហងៃខ្លាចតែបាត់ដីអញ្ចឹងណាដីមិនដែលរត់ចោលណាប៉ុន្តែសំខាន់យើងចេះថែដីនឹងអត់ហ្នឹងហើយដីអត់បាត់ទេអ្នកណាគេថាដីខ្មែរមានបាត់អីម្ដុំត្រូវវាមានបាត់ទៅណាវាប៉ុន្តែសំខាន់ថាទៅយើងមានឥទ្ធិពលក្នុងការធ្វើម្ចាស់ទៀតដែរឬអត់យើងអាចនៅថែរក្សាបានទៀតអត់ដីមានដែលបាត់មួយច្អាមទេដែលបាត់ទៅណាមួយច្អាមទេអត់ទេហ្នឹងហើយហ្នឹងហើយអេកោះត្រល់ក៏នៅហ្នឹងហើយសំខាន់តើទៅយើងអាចធ្វើម្ចាស់កើតទៀតអត់មែនទេហ្នឹងហើយអញ្ចឹងអ្វីធម្មជាតិវាអត់មានផ្លាស់ប្ដូរទេតែសត្វលោកទេតាដែលជាអ្នកផ្លាស់ប្ដូរចិត្តមនុស្សទេតាដែលជាអ្នកផ្លាស់ប្ដូរបាទអញ្ចឹងយើងរៀនរស់ជាមួយនឹងធម្មជាតិជីវិតមនុស្សហ្នឹងក៏ជាធម្មជាតិទៀតវាផ្សំឡើងដោយមហាភូតរូប4មានដីទឹកភ្លើងខ្យល់ណាហើយធម្មជាតិមិនមែនផ្ដើមសម្រាប់សត្វលោកមុនទេតាមពិតមនុស្សទេដែលធ្វើឲ្យធម្មជាតិคล้ายទៅជាកាចព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីហេតុដែលនាំឲ្យសត្វលោកវិនាសព្រះអង្គអត់ដែលដាក់ទោសលើធម្មជាតិទេអ្វីដែលធ្វើឲ្យសត្វលោកវិនាសគឺចិត្តមនុស្សញាតិញោមចិត្តមនុស្សសាហាវជាងអ្វីទាំងអស់ហើយក៏គ្មានអ្វីល្អជាងចិត្តមនុស្សដែរដូចជាការប្រែប្រួលអាកាសធាតុ
bởi dương khơi tạ thập hiệp bạch chụp bón dương khơi để thà màu bị cặp bể chơ nè màu bị bể chơ màu bị chết bùn trao ấy chẳng anh能វាជាអ្វីដែលយើងមើលឃើញប៉ុន្តែហេតុដើមមករបស់វាគឺមហិច្ឆតារបស់ចិត្តមនុស្សព្រះអង្គសម្ដែងតែមួយម៉ាត់ចប់ហ្មងហើយគ្មានអ្នកណាបដិសេធបានទេសេចក្តីទុក្ខគ្រប់បែបយ៉ាងកើតអំពីតណ្ហាឃើញទេតណ្ហាគឺជាសមុទយសច្ចៈគឺជាហេតុនាំឲ្យកើតទុក្ខច្រើនយ៉ាងតណ្ហានឹងវាបែកទៅច្រើនទៅជាកាមៈទៅជាមហិច្ឆតាទៅជាលោភៈទៅជាអភិជ្ជាច្រើនពាក្យតណ្ហាមួយណាហ្នឹងហើយការលោភលន់ការរំលោភបំពានសពគ្រប់ដូចសពថ្ងៃយ៉ាងពិភពលោកនឹងវិនាសដោយសារអីមហិច្ឆតារបស់មនុស្សកាន់តែខ្លាំងបង្កើតអាវុធធំធំសិតតែអាវុធបល័យលោកញោមចាណាមើលមកពីអីមកពីមនុស្សសុទ្ធតែចង់ត្រួតត្រាលើពិភពលោកហ្នឹងហើយអញ្ចឹងអាវុធហ្នឹងកើតពីណាខ្មោចព្រាយបិសាចណាអ្នកបង្កើតមិនមនុស្សអ្នកបង្កើតមែនទេអញ្ចឹងអាវុធក៏មិនសាហាវដែរតែចិត្តមនុស្សទៅសាហាវមែនទេសូម្បីអាវុធដែលផលិតហើយនឹងក៏វាអត់សាហាវដែរប្រសិនបើចិត្តមនុស្សល្អហ្នឹងហើយតាមពិតកំភ្លើងមិនបានសម្លាប់មនុស្សទេតែមនុស្សសម្លាប់មនុស្សមែនទេហ្នឹងហើយកំបិតពូថៅមិនចេះសម្លាប់មនុស្សទេតែមនុស្សសម្លាប់មនុស្សគុលស័យសម័យពលពតហ្នឹងក៏មិនចេះសម្លាប់មនុស្សដែរត្បូងជាប់ហ្នឹងក៏មិនចេះសម្លាប់មនុស្សដែរតែមនុស្សលើកបានអីទៅត្រូវហើយគឺចិត្តមនុស្សពិភពលោកនេះមិនដែលខ្ទេចខ្ទាំដោយសារអាទិទេពមិនដែលខ្ទេចខ្ទាំដោយសារព្រាយបិសាចមិនដែលខ្ទេចខ្ទាំដោយសារនរកប្រែតមិនដែលខ្ទេចខ្ទាំដោយសត្វកាចសាហាវទេគឺខ្ទេចដោយចិត្តមនុស្សឃើញទេដូច្នេះទើបគោលការណ៍របស់ព្រះសម្មាសម្ពុទ្ធព្រះអង្គឃើញមាគ៌ាសន្តិភាពមួយគឺការអប់រំផ្លូវចិត្តរបស់មនុស្សហ្នឹងហើយត្រង់ហ្នឹងហើយដែលអង្គការសហប្រជាជាតិទទួលស្គាល់ថាព្រះពុទ្ធសាសនាគឺជាសាសនាសន្តិភាពតាំងពីដើមមករហូតមកដល់ពេលនេះក៏យើងមិនតាន់កើតសង្គ្រាមសាសនាផ្នែកអ្នកកាន់ពុទ្ធសាសនានឹងធ្វើឲ្យពិភពលោកជ្រួលច្បល់ទេមែនទេហ្នឹងហើយពីព្រោះអីពីព្រោះការដែលយើងនាំគ្នាគោរពតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធមិនមែនជាការចូលបពួកដើម្បីលើកគ្នាយើងឲ្យទៅធ្វើបាបអ្នកដទេអ្នកដើរតាមព្រះសម្មាសម្ពុទ្ធគឺជាអ្នកផ្សព្វផ្សាយនៅមេត្តាព្រហ្មវិហារណាហ្នឹងហើយដូចថ្ងៃនេះអញ្ចឹងដូចញោមម្ចាស់ផ្ទះប្រកាសថាមានញោមគាត់កាន់គ្រីស្ទៀនគ្រីស្ទសាសនាតាំងពីនៅជំរំហ្នឹងតាំងពីឆ្នាំ8ជាងណាហើយបានអង្គុយស្ដាប់អញ្ចឹងអាសប្បាយចិត្តសប្បាយចិត្តត្រង់ថាព្រះពុទ្ធការដែលព្រះអង្គយកធម៌នឹងទៅប្រាប់សម័យព្រះអង្គគង់នៅគឺតែងតែប្រាប់គ្រប់និន្នាការសាសនាទាំងអស់មិនមែនជាធម៌សម្រាប់ប្រោសពុទ្ធបរិស័ទដែលមានស្រាប់ទេពីព្រោះវាជាការពិតជាការងារជាមាគ៌ាសកលនិយាយទៅនរណាក៏ចង់បានធម៌នឹងដែរពីព្រោះអីពីព្រោះពេលដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងនៅសច្ចធម៌នឹងដំបូងមានពុទ្ធបរិស័ទអត់ញាតិញោមថាមើលមានអ្នកកាន់ពុទ្ធសាសនានៅគឺមួយអង្គឯងគត់ចុះមនុស្សទាំងឡាយកំពុង
នៅនឹងសួរថាមានសាសនាអត់សុទ្ធតែមានសាសនាសាសនានៅឥណ្ឌារាប់រយសាសនាហ្នឹងរាប់រយសពថ្ងៃហ្នឹងក៏មានជាង100ដែរនៅឥណ្ឌាហ្នឹងហើយអញ្ចឹងប្រសិនបើធួនេះព្រះអង្គត្រូវទៅប្រោសតែពុទ្ធបរិស័ទឬថាទៅប្រោសអ្នកកាន់ពុទ្ធសាសនាដូច្នេះក៏ព្រះអង្គពិតជាគ្មានកន្លែងនិយាយទេមែនទេហ្នឹងហើយនៅពេលដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងបានមួយវស្សាព្រះអង្គទៅតែមានគ្នា60អង្គភិក្ខុសង្ឃណាបួសថ្មីបញ្ញវគិ5សម្លាញ់របស់យុះ54នាក់ទៀតនោះសរុបទៅបាន61ទាំងព្រះអង្គផងព្រះអង្គបានប្រាប់សាវកទាំងអស់ថាមនាលភិក្ខុទាំងឡាយមនុស្សទាំងឡាយកំពុងតែកើតទុក្ខមនុស្សទាំងឡាយកំពុងតែខ្វាយខ្វល់មនុស្សទាំងឡាយកំពុងតែសោកសង្រេងកំពុងតែភ័យខ្លាចនៅក្នុងជីវិតរបស់ខ្លួនតែងតែយករបស់នេះរបស់នោះជាទីពឹងកើតការបន់ស្រន់ពិធីយ៉ាងនេះពិធីយ៉ាងនោះច្រើនណាស់ចូលអ្នកទាំងឡាយយកមាគ៌ាដែលតថាគតបង្រៀនហើយទៅប្រាប់មនុស្សទាំងឡាយដើម្បីឲ្យមនុស្សទាំងឡាយបានដឹងបានយល់ធ្វើជីវិតឲ្យភ្លឺស្វាងចាកសេចក្តីទុក្ខប្រចាំជីវិតនោះមនាលភិក្ខុទាំងឡាយចូលអ្នកទាំងឡាយទៅផ្លូវមួយតែម្នាក់ឯងបានហើយចូលកុំទៅផ្លូវពីរផ្លូវមួយពីរអ្នកឡើយមានន័យថាអត់ឲ្យទៅផ្លូវមួយពីរអ្នកដែលវាកូនគ្នាវាខាតកម្លាំងអញ្ចឹង60អង្គមានន័យថាទៅ60ផ្លូវសួរថាទៅនឹងទៅរកអ្នកណាគឺទៅរកមនុស្សលោកដោយទៅនេះណាអត់មានដាក់ផ្លាកថាអញទៅរកពុទ្ធបរិស័ទទេគឺទុកសត្វលោកទាំងអស់ដែលត្រូវប្រោសយល់ទេញាតិញោមបើយើងចូលទៅកាន់មាគ៌ារបស់ព្រះសម្មាសម្ពុទ្ធអត់មានប្រកាន់ផ្លាកថាយើងជាសាសនាអីទេគ្រាន់តែយកនៅការពិតនឹងទៅប្រាប់មនុស្សទាំងឡាយទោះបីមនុស្សនឹងកំពុងកាន់សាសនាអីក៏ដោយមនុស្សនឹងកំពុងគោរពអីក៏ដោយគឺយកតែការពិតពីព្រោះព្រះសម្មាសម្ពុទ្ធប្រៀបដូចជាមហាពេទ្យពុទ្ធោមហាវេជ្ជោព្រះសម្មាសម្ពុទ្ធជាមហាពេទ្យធម្មោឱសថោព្រះធម៌គឺជាឱសថដូច្នេះឱសថថ្នាំមិនមែនត្រូវសម្រាប់បពុណាមួយទេគឺត្រូវសម្រាប់មនុស្សគ្រប់គ្នាទោះបីថ្នាំផលិតនៅប្រទេសបារាំងប៉ុន្តែមិនមែនបានន័យថាលេបបានតែជនជាតិបារាំងទេខ្មែរក៏លេបបានយួនក៏លេបបានអ្នកណាក៏លេបបានប្រសិនបើបារាំងផលិតថ្នាំឲ្យទល់តែបារាំងបានលេបបានមានន័យថាបារាំងនឹងចិត្តចង្អៀតមែនទេអាត្មាខ្មែរលេបមិនបានយ៉ាងណាមិញបើសច្ចធម៌នេះត្រូវស្ដាប់តែពុទ្ធបរិស័ទឬក៏អ្នកផ្សព្វផ្សាយនឹងផ្សាយឲ្យតែពុទ្ធបរិស័ទមានន័យថាអ្នកចែកធម៌នឹងចិត្តចង្អៀតយល់ទេយល់ខ្មែរនិយាយទេហ្នឹងហើយអញ្ចឹងហើយកាលនោះទៅធម៌របស់ព្រះសម្មាសម្ពុទ្ធផ្សាយចេញពីឥណ្ឌាមកដែលសាសនាដទៃទៀតដែលកើតមុនព្រះអង្គឬក៏ដំណើរគ្នានឹងព្រះអង្គនឹងផ្សាយចេញពីឥណ្ឌាអត់រួចតែពុទ្ធសាសនារីឯព្រហ្មញ្ញសាសនាយើងដឹងហើយថាមានតាំងពីយូរមកហើយតែសាសនាដែលមានប្រជាប្រិយភាពនៅពេលនោះដូចជាសាសនាចេនឬក៏អាចារ្យដែលពេញនិយមដែរនោះចេញពីឥណ្ឌាអត់រួចទេដោយសារអីដោយសារមិនមែនប្រកាសសច្ចធម៌ទេគឺប្រកាសរបៀបនៃការធ្វើត្រូវគោរពបញ្ជានរណាបួសតស្រាតសាសនាចែលអីនោះណាញាតិញោមចង់កាន់ដល់ទៅធ្វើតាមឥណ្ឌាទាំងអស់ដល់ស្រាតហ្មងកណាតបងអត់ជឿទេគុណអត់ជឿឡូវចង់ឃើញរូបថតមានទេកណាទៅឥណ្ឌាស្រាប់តែឃើញផ្ទាល់ភ្នែកឃើញហ្មងហ៎ឃើញហ្មងហ៎ទៅឃើញនៅទលេគង្គគៀនហ្នឹងហើយការពិតអញ្ចឹងវាអញ្ចឹងឯងកាលមុនអាត្មាអានគម្ពីរអីទៅឮបរិញ្ញាស័យឮស្អីស្មាននិទាននៅណា
Đời dân tôi khơi tớp đăng tha chỉ cá bật mền nè được chứ nè nơi bên này để dân châu tụi đó sẽ chạ thua nè ca na dân châu tụi đó sẽ chạ thua xếp ta khơi thua nó đôi thằng mền ọt miên sầm rạp nè can sát na từng ọ cứ sầm rạp sát lô từng ọ nè chẳng ban chỉ muốn pe để presama samput vợ ông truống môn châu riêng châu pren đập tiền nắng ban prap chỉ môi bị khọ từng lại thà menil bị khọ từng lại xa sanh đạ promachạ địa diện đi nâng tăng nơi ở cao chỉ ông vậy đó tê và đa nâng mình đốt từng lại thấy nhé thật đó tê và đa nâng mình đốt từng lại miền thật đó put body sạch từng lại gì nẹt ná cô miền sự tự tu bỏ vào ông đây hiểu đấy hay mình bảo cật hay oi tới put body sạch nâng sắp tới là o thế bao mình phớ tam ở vậy để bây giờ mà sắm put trung tra sống xong đấy nâng chừng chương cá cá tứ chữ cá chluộc to tên chluộc nia anh chừng tới put body sạch nâng vọt mũi chluộc thật nia có miền đôi mình vô nơi ở sọt nó ảnh vì thua xa mà kỳ vì cả rụp rum ấy chuyện đàm ở lứ ưu tiên họ đôi chia sẽ chặt thua dương mở ba cả này dương lơ vô màu tá bịa nâng sầm rạp nổ nà rứ có sầm rạp tiếng ó nè đôi chia tục sẽ chặt tục hạ ariya sẽ chặt cứ chỉ cả bích bên đây tham mình bên bích sầm rạp sasana tề cứ bích sầm rạp tiếng ó nè ưu tiên họ ta chia tệ tục ca cao chỉ tục đã khơi cồn ngà nè cào màu sao vậy cào màu mày ở đây cào đố anh sờ bài na bàn trình màu đại chân thế cứ chia tục tục tiếng mà đai tục tiếng cồn lâu cái tháng sưu lá vẹt khao thì mà tao vẹt nó sưu nè ha mà chả am á bà pua nè ngày vẹt có tốt có sốt có tục đà con tay tiểu rượu nâng mình chơi này dây prap dương bờ tam sầm đây ăn được thá prap thà nấu pe để chênh mau hàng cào nứng đầy dương để pa đầm bông từ lơ sạch tiểu rượu nứng đôi lùm pe chạ chăng chứ này vì pro ấy sạch nứng bên nơi hàng khôn du ai nhận nhôm ở tì họ đôi sạch để nhận nhôm tơ để chia pi đầm bào á nấu cháy pa sriu đấy sriu rướp này bao dương dương bật mà dục đọc pe ba ngày máu từ bốn mệt mưa ban ấy nâng nâng phê dương xòm mũi thằng ngày hơi phong chẳng hay ban côn ngá một người bạc phê thế màu từ bốn mẹ đấy cả màu từ bốn bạc phê phim ấy à thế cứ chỉ tục lúc tha đây để dương chập đầm bay liên mình tên lấy nâng chụp bạch bát tà ná của chư đây đầm bông lại để cho nên từ lúc sầm đành tha chia tế tục thế này với cả tục chẳng hay cả màu mình cao mau tiếng ca tiếng khăn có ô vậy nè cứ mau tiếng mình tơ mình mến chỉ riêng lọ thế mến đấy nè nâng chặt tục tục ha chia tệ tục dương mơ su tha được biếp nâng ta sầm rạp nè sầm rạp nè can lật thị ấy cứ sầm rạp tiếng ó nè mến đấy sầm rạp tiếng ó nè tí pi churia tục cứ ca trụt trôm crom kia này khăn này rụp riêng cài nâng niềm mà cài chật bị nhiên nó có crom đấy cá trụt trôm crom kia chẳng ban nhôm hàng Christian ấy có tha có xua sân mấy nhé có tha là có chạy đằng lô cây ấy về dạng mịch tăng bứt chạy pe nâng có lọ đây bởi nhôm chạy tăng pi bùm bay đọc máu canh là lọ mấy nữa
ណាពីព្រោះអីការពិចារណានៅជីវិតនេះឲ្យឃើញថាវាជារឿងគួរឲ្យនឿយណាយហ្នឹងវាជាចំណុចមួយពិសេសដែរពីព្រោះអីវាអាចចេញអំពីសេចក្តីស្រវឹងបានខ្លះយើងសពថ្ងៃយើងស្គាល់តែស្រវឹងស្រាទេប៉ុន្តែស្រវឹងជីវិតស្រវឹងវ័យស្រវឹងសុខភាពយើងអត់បានគិតទេអញ្ចឹងហើយបានក្មេងៗមិនងាយទទួលយកធัวទេដោយសារអីអាឡ័យស្រវឹងរូបអញស្អាតមិនអញ្ចឹងមកទេសថារូបអត់ល្អឯណាហ្នឹងហើយឃើញទេស្រវឹងនឹងវ័យក្មេងញាតិញោមខ្លះនឹងហុកគាត់ថានៅក្មេងទៀតណាអាត្មាថ្ងៃរៀបចំប៉ុនមួយញោមម្នាក់គាត់ហុកជាងចិត្តណាមកថាញាតិញោមរូតវិសាបាយទៅអាលសម្រាប់ឲ្យធ្វើការទៀតស្រាប់គាត់ស្អីហ្មងកណាននៅក្មេងមិនអីឲ្យចាស់មុនគាត់ចិត្តអីហ្នឹងអាត្មាសើចចេញផ្សេងណាខ្ទុះបាយចេញមកអាត្មាទៅប៉ិន